បាទសួស្តីបងប្អូនទាំងគ្នាឥឡូវខ្ញុំមកបង្ហាញពីការរក view ទៅលើ YouTube ណាបងប្អូនទាំងគ្នាហើយខ្ញុំនឹងបង្ហាញពីការរក view ស្រេចលើបងប្អូនចង់បានបងប្អូនអាចអឺមើលបានបងប្អូនចង់បាន view ប្រហែលក៏បានដែរអានោះលើបងប្អូនអរគ្នាចង់បានហើយខ្ញុំនឹងណែនាំទៅកាន់ website មួយ website ហ្នឹងបើសម្រាប់ view ហើយនឹងអឺ like page like អីក៏វាលឿនដែរវាល្អអញ្ចឹងហើយខ្ញុំនឹងបង្ហាញវីដេអូពីការរក view នៅលើ website ហ្នឹងសម្រាប់បងប្អូនដែលចង់បាន view ច្រើនបាទហើយនឹងមានវីដេអូបន្តទៀតសង្ឃឹមថាបងប្អូនអរគ្នានឹងជួយ subscribe ម្នាក់មួយបាទនិយាយទៅខ្ញុំគិតថាអានេះគ្រាន់តែជាចំណេះដឹងមួយដែលយើងត្រូវធ្វើទេប៉ុន្តែបើចង់រកពី website ហ្នឹងក៏វាល្អម្យ៉ាងដែរអាហ្នឹងលើបងប្អូនអរគ្នាចង់បានឬក៏ចង់ធ្វើតាមដំណើរឬក៏មិនចែកលើបងប្អូនបើបងប្អូនធ្វើវីដេអូ original ខ្លួនឯងគឺល្អហើយបងប្អូនមើលទៅតើគួររក view តាមហ្នឹងឬក៏ view តាមធម្មតាតាមដំណាក់កាលមួយរបស់ YouTube ធម្មតាក៏បានចែកលើចិត្តបងប្អូនតែអ្វីដែលសំខាន់គឺវីដេអូ original គឺល្អមែនតើបាទហើយឥឡូវយើងចូលទៅកាន់ browser នឹងទាំងអស់គ្នាដើម្បីទៅចូលទៅ website មួយហ្នឹងបាទជាដំបូងឡើយយើងចូលទៅកាន់ច្រមតមកយើង add browser ថ្មីមួយមកបាទយើងទៅការចុចលេខបូកនឹងមួយមកហើយយើងវាយ website នេះមួយមកយើងវាយតាមហ្នឹងទៅយើងវាយប៉ុណ្ណឹងនេះ website ហ្នឹងវាមានប៉ុណ្ណឹងហើយបងប្អូនទាំងគ្នាអាចចុចអញ្ចឹងក៏បានឬក៏ចុចឲ្យដូចទាំងអស់ក៏បានឬក៏ចុចអញ្ចេះក៏បានដែរអញ្ចឹងហើយចុច SMM បាទហើយបងប្អូនចុច .com មកបាទតែប៉ុណ្្នឹងក៏បានដែរវាមានលោតនៅខាងលើនោះស្រាប់តែបងប្អូនអាចចូលទៅកាន់ website ហ្នឹងទៅឥឡូវខ្ញុំនាំបងប្អូនចូលទៅមើល website ហ្នឹងបាទវាពិតជាមានច្រើនមែនទែនសម្រាប់ website បែបប្រភេទហ្នឹង website ប្រភេទហ្នឹងវាមានច្រើនមែនទែនអ្វីដែលសំខាន់យើងឃើញរូបនេះខាងលើគេហ្នឹងគឺ website ហ្នឹងឯងចុចចូលទៅវាទៅបាទបន្តមកវាត្រូវការឲ្យយើងlog in ឬក៏ sign up អញ្ចឹងបងប្អូនទាំងគ្នាដែលអត់ទាន់មានបងប្អូនដែលអត់ទាន់មានបងប្អូនអាចចូលទៅ sign up បានហើយសម្រាប់ខ្ញុំមានហើយក៏ប៉ុន្តែតំណឹងខ្ញុំសូមបិទវាបន្តិចសិនហើយបើបងប្អូនអត់មានទេបងប្អូនអាចចូល sign up នេះទៅតោះមកយើងបំពេញទាំងអស់ហ្នឹងទៅយើងច្បាស់ជាបានប្រើនៅក្នុង website ហ្នឹងហើយតែសម្រាប់ខ្ញុំអត់ទេខ្ញុំចូលទៅ login ព្រោះដោយសារខ្ញុំមានហើយឥឡូវបងប្អូនអត់មានបងប្អូនអាច sign up បានឥឡូវសូមរងចាំបន្តិចជាមួយខ្ញុំចូលទៅសិនខ្ញុំសូមបិទតំណឹងបាទបងប្អូនអរគ្នាឥឡូវខ្ញុំចូលមកដល់ហើយខ្ញុំទៅការ login អញ្ចឹងខ្ញុំទៅការបិទវាបន្តិចសិនឥឡូវយើងចូលទៅដល់ website ហ្នឹងខាងក្នុង website ហ្នឹងដោយសារតែខ្ញុំធ្លាប់ប្រើអញ្ចឹងខ្ញុំមានលុយនៅក្នុងហ្នឹងចំនួន60សេនអញ្ចឹងដោយសារខ្ញុំធ្លាប់ប្រើឥឡូវយើងបាច់មើលអីច្រើនយើងអូសចូលមកក្រុមនេះមកបាទនេះយើងមើលមក category គេសម្រាប់បងប្អូនដែលចង់ប្រើលើ TikTok ក៏បានលើ Instagram ក៏បានផ្សាយលើបងប្អូនហើយលើ YouTube ក៏បាន Facebook ក៏បានបងប្អូនចង់បានមួយណាបងប្អូនចូលមើលទៅបាទ
សម្រាប់ខ្ញុំគាត់ថាចង់បានview អញ្ចឹងខ្ញុំចុចទៅមើល view មួយណាដែលយើងគិតថាយើងចង់បានយើងចុចលើហ្នឹងទៅដូចជានេះចឹងនេះវាដើម្បី view គឺយើងរក view បន្តមកទៀតយើងចុចអាក្រោមនេះដើម្បីមើលថាតើវាមានតម្លៃប្រមាណខ្លះវាមានអ្វីខ្លះដែលយើងគួរមើលបាទ view នេះវាប្រមាណពី 10k ក្នុងមួយថ្ងៃពី 5k ទៅ 10k ក្នុងមួយថ្ងៃ view ហ្នឹងបាទហើយតម្លៃវាមើលតាមហ្នឹងទៅអាខាងក្រោមគេហ្នឹង$1.41អីហ្នឹងក្នុង1000ហ្នឹងបងប្អូនអាចមើលបានក៏បងប្អូនអាចមើលអាក្រោមទៀតក៏បានវាខុសត្រូវតម្លៃគ្នាបន្តិចតួចដែរវាមិនមែនដូចគ្នាទាំងអស់ទេហើយមុខងាររបស់វាគឺ view ដូចគ្នាតែគ្រាន់តែថាក្នុងមួយថ្ងៃវារកពីប្រមាណទៅប្រមាណក្នុងមួយថ្ងៃបាទទី2នេះពី5ដល់ 10k ដែរក្នុងមួយថ្ងៃបាទហើយវាអញ្ចឹងបន្តមកយើងមើលអាក្រោមមួយទៀតនេះហ្នឹងវាពី 10k ដល់ 20k ក្នុងមួយថ្ងៃហើយតម្លៃល្អប៉ុណ្ណឹងបាទហ្នឹងសម្រាប់អ្នកដែលចង់បាន view បងប្អូនអាចលេងតាមនេះក៏បានឬក៏ចង់បែប original ធ្វើមួយតាម step របស់YouTube ក៏បាន share លេខចិត្តបងប្អូនតែអានេះគ្រាន់តែជាចំណេះដឹងខ្លះនេះទៅគាត់ថាចំណេះដឹងបទពិសោធន៍ខ្លះដែលខ្ញុំធ្លាប់ធ្វើជាមួយ YouTube វាយូរដែរហើយបាទឥឡូវបងប្អូនទៅមើលទៀតទៅវាមានពី 20k ដល់ 30k អញ្ចឹងណាហើយអាក្រោមនេះវិញពី 50k ដល់ 100k ក្នុងមួយថ្ងៃហ្នឹងហើយវាអស់ 0.70 សេនថោកមែនតើវាថោកមែនតើហើយអ្វីដែលសំខាន់បងប្អូនមិនបាច់ទៅពឹងពាក់គេអីជួលគេអីរក view រកអីរកម៉ោងរកអីទេបងប្អូនអាចធ្វើខ្លួនឯងបានបាទនិយាយចំទៅវាជា technique មួយដែលយើងអាចធ្វើទៅបានវាងាយសម្រាប់យើងហើយវាអត់ពិបាករៀនទេគាត់ថាយើងមើលទៅវាមានពីប្រហែល k ដល់ប្រហែល k អញ្ចឹងទៅនេះ 500k ក្នុងមួយថ្ងៃអញ្ចឹងទៅអន្តមើលមួយទៀតអានេះពី 5k ដល់ 1 លាន view ក្នុងមួយថ្ងៃបាទហើយតម្លៃសិតល្អយើងមើលទៅបាទមានច្រើនមែនតើតើយើងគួរប្រើមួយណាឬក៏អីបងប្អូនមើលខ្លួនឯងវាងាយទេវាឆាប់យល់ទេបងប្អូនមើលមកផ្លិតទៅដឹងហើយបាទមានច្រើនមែនតើហើយមកក្រោមទៀតក៏ឃើញមានច្រើនដែរនិយាយចំអានេះគ្រាន់តែជា technique មួយក្នុងការធ្វើវាទេតែបងប្អូនចង់ធ្វើក៏ធ្វើទៅបងប្អូនមិនចង់ធ្វើតាមហ្នឹងក៏ធ្វើតាមបែបធម្មតាទៅចំណេះដឹងអស់នេះគ្រាន់តែថាវាជាប្រយោជន៍ខ្លះតែគ្រាន់ថាបើយើងប្រើទៅវាត្រូវវាជាប្រយោជន៍ល្អតែបើសម្រាប់ខ្ញុំវាល្អមានច្រើនមែនតើហើយ view ហ្នឹងវាយើងអាចចង់បានទៅប្រទេសណាក៏បានដែរវាមានច្រើនដែរចែកលើយើងជ្រើសរើសបាទមើលយើងឃើញទង់ជាតិយើងដឹងហើយថាប្រទេសណាហើយពីមួយថ្ងៃពីប្រហែលទៅប្រហែល k ក្នុងមួយថ្ងៃហើយ start ចាប់ពី24ម៉ោងគឺវា start ទៅហើយមានច្រើនមែនតើមានទង់ជាតិច្រើនបងប្អូនមើលទៅដឹងហើយច្រើនណាគ្រប់ប្រទេសដែរណាច្រើនមែនតើអញ្ចឹងបងប្អូនអាចមើលហើយអនុវត្តបាន
អាហ្នឹងគាត់ថាទីសាសក្នុងការរក view បងប្អូនចង់រក view បែបហ្នឹងក៏បាននិយាយទៅយើងធ្វើទៅបើតាមបទពិសោធន៍ខ្ញុំគាត់ថាខ្ញុំធ្លាប់ធ្វើយើងដាក់មកប្រទេសខ្មែរគឺដូចជាយើងឲ្យខ្មែរយើងបានឃើញយើងធ្វើសម្រាប់ខ្មែរយើងក៏បានគឺយើងអាចធ្វើសម្រាប់បរទេសក៏បានតាមដែលចិត្តយើងចង់បានហើយវាមិនមានតែប៉ុណ្្នឹងទេវាមានច្រើនមែនតើវាមានច្រើនទៀតប៉ុន្តែគាត់ថានេះជាកន្លែងមួយដែលខ្ញុំចង់បង្ហាញនិយាយទៅគាត់ថាបាទបងប្អូនចេះគឺវាល្អខ្ញុំចង់និយាយចឹងបើចេះគឺល្អបងប្អូនជួយ subscribe អ្នកមួយផងវីដេអូក្រោយខ្ញុំនឹងបង្ហាញពីអ្វីដែលផ្សេងទៀតដូចជាយើងរម៉ោងរអីចឹងណាបើយល់ថាវីដេអូនឹងល្អជួយ like ផងហើយតែប៉ុណ្្នឹងទេខ្ញុំមានតែប៉ុណ្្នឹងទេហើយអរគុណច្រើនជួបគ្នាវីដេអូក្រោយ